សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ដល់អនុសាសន៍ចំនួន4ដើម្បីរួមគ្នាបង្កើតទប់ស្កាត់គ្រោះថ្នាក់ដោយសាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះជាខួបលើកទី27នៃទិវាជាតិយល់ដឹងអំពីមីន24កុម្ភៈឆ្នាំ2026ដែលប្រារព្ធឡើងក្រោមប្រធានបទចូលរួមទាំងអស់គ្នាដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាពតាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី27នៃទិវាជាតិយល់ដឹងអំពីមីនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ដល់អនុសាសន៍ចំនួន4ចំណុចដើម្បីរួមគ្នាបង្កើតទប់ស្កាត់គ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមអនុសាសន៍ទាំង4នោះរួមមានដូចតទៅទី1ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រតិបត្តិការជាតិនិងអន្តរជាតិត្រូវចូលរួមឲ្យបានខ្លាំងក្លាថែមទៀតក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមដល់ពលរដ្ឋនិងសិស្សសានុសិស្សកុមារាកុមារីនិងយុវជនយុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍សាលារៀននិងវត្តអារាមការអនុវត្តនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះគ្រាប់រំសាវកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡានិងការផ្សព្វផ្សាយឲ្យបានទូលំទូលាយជាអាចតាមវិទ្យុទូរទស្សន៍តាមបណ្ដាញសង្គមផ្ទាំងប៉ាណូនិងខិត្តប័ណ្ណនានាទី2អាជ្ញាធរមានត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីប្រតិបត្តិការជាតិនិងអន្តរជាតិប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍវិស័យឯកជននិងសប្បុរសជនដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងផ្ដល់ដីសុវត្ថិភាពដើម្បីធ្វើស្រែចម្ការកសាងលំនៅឋានសាលារៀនមន្ទីរពេទ្យអគាររដ្ឋបាលស្ពានថ្នល់ហើយជាពិសេសរួមចំណែកដល់ការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីចំនួនព្រំដែនកម្ពុជាថៃតាមរយៈការស្រាវជ្រាវនិងបោះសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមការអប់រំអំពីគ្រោះថ្នាក់និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះទាំងនោះទី3ប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍវិស័យឯកជននិងសប្បុរសជនសូមសហការជាមួយអាជ្ញាធរមីននិងបន្តគាំទ្រដល់សកម្មភាពខាងលើដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរនិងកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋទី4ប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍវិស័យឯកជនសប្បុរសជននិងភាគីពាក់ព័ន្ធសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបានគោលដៅឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវផងដែរក្នុងករណីបើបងប្អូនកូនក្មួយឃើញមីនឬសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កើមសូមកុំទៅចិត្តកុំប៉ះពាល់កុំដំកុំដុតកុំគប់លេងព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្លាក់ខ្លួនពីកែឬបាត់បង់ជីវិតហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឬប្រតិបត្តិការបោះសម្អាតមីនដែលនៅជិតបំផុតហាមដឹកជញ្ជូនរក្សាទុកទិញលក់កែច្នៃមីនឬសំណល់ជាតិផ្ទុះពីសង្គ្រាមឬគ្រាប់បែកចង្កើមដែលជាអំពើខុសច្បាប់កុំប្រើប្រាស់ដីនិងកុំចូលតំបន់ដែលមិនស្គាល់ច្បាស់លាស់ឬសង្ស័យថាមានមីនគ្រាប់បែកចង្កើមនិងសំណល់ជាតិផ្ទុះពីសង្គ្រាម